ជំរាបសួរអាដាមលីធុចបាទបាទជំរាបសួរបាទអរគុណអាដាមដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិ AFE បានធ្វើកិច្ចសម្ភាសជាមួយអាដាមនៅថ្ងៃនេះដោយអាដាមបានជ្រាបហើយថាសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលចុងក្រោយបានបង្ហាញពីរូបភាពវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃនោះមានរយៈពេល21ថ្ងៃកន្លងទៅនេះតើអាជ្ញាធរមីនបានចាត់វិធានការបន្ទាន់នឹងអតិភិបយ៉ាងណាអាដាមក្រោយបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅដើម្បីប៉ាន់ប្រមាណនិងកំណត់ពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលទាហានថៃមិនសល់ទុកនៅក្នុងប្រទេសកម្ពុជាអាដាមបាទអរគុណច្រើនចំពោះការផ្ដល់ឱកាសយើងខ្ញុំរាយការណ៍ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុករួចជាក្រៅស្រុកជុំវិញការបំពេញឈ្លានពានជាយោធារបស់ថៃមកលើកម្ពុជាយើងនាពេលកន្លងមកនេះជាការសោកស្ដាយពន់ពេកការឈ្លានពាននេះបាននាំមកនៅការលំបាកជាច្រើនដល់ប្រជាពលរដ្ឋរបស់យើងជាង6សែននាក់ដែលត្រូវជលៀសចេញពីភូមិឋានពីផ្ទះសម្បែងពីគោក្របីដីស្រែចម្ការរបស់គាត់ហើយមកនៅតាមតំបន់ភៀកសឹកភៀកខ្លួនបាទវិលមកកិច្ចការមីនសម្ដេចយុវមន្ត្រីធ្វើប្រៃហ៊ុនម៉ាណែតបានផ្ដល់ការណែនាំយ៉ាងច្បាស់លាស់មកអាជ្ញាធរមីនគឺធ្វើយ៉ាងម៉េចកុំឲ្យប្រជាពលរដ្ឋរបស់យើងនេះលោកគ្រោះថ្នាក់ដោយសារសំណល់ពីផ្ទុះពីសង្គ្រាមហ្នឹងហើយធ្វើយ៉ាងម៉េចដល់ពេលដែលគាត់វិលត្រឡប់ទៅផ្ទះសម្បែងគាត់វិញដល់ពេលដែលឈប់បាញ់គ្នាហ្នឹងឲ្យគាត់ជៀសផុតពីគ្រោះថ្នាក់ទាំងអស់នោះដែលមានការស្លាប់បាក់ដៃបាក់ជើងឬពិការជាដើមនេះឯងហើយដីគាត់អត់មានសុវត្ថិភាពឡើងវិញអញ្ចឹងអាជ្ញាធរមានគ្រប់បទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីដែលគិតគូរដល់ជីវិតនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋហើយនឹងដីធ្លីរបស់យើងនេះក៏បានធ្វើការជាបន្ទាន់ជាអាទិភាពសំខាន់បំផុតបញ្ញាប់បំផុតជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ទី1ជាមួយនឹងបព្វជិជាតិអន្តរជាតិទាំងអស់ដែលមានកម្លាំងប្រមាណជាង 5000 នាក់ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលយល់ដឹងពីគ្រោះថ្នាក់រសាមីននៅតាមជំរុនភៀសខ្លួនរបស់ប្រជាពលរដ្ឋយើងដែលមាននេះអញ្ចឹងបានជាង3សែននាក់បានទទួលការអប់រំយល់ដឹងពីគ្រោះថ្នាក់រសាមីនពេលដែលគាត់ត្រឡប់ទៅវិញគាត់នឹងបានយល់នឹងមានការប្រុងប្រយ័ត្នហើយកុមារីរបស់យើងរាប់ម៉ឺននាក់ក៏បានចូលវគ្គបណ្ដុះបណ្ដាលនេះដែរអញ្ចឹងនេះជំហានដំបូងគឺយើងទប់ស្កាត់ធ្វើម៉េចឲ្យគាត់មានការប្រុងប្រយ័ត្នខ្ពស់កុំឲ្យគ្រោះថ្នាក់ដល់យុវជីវិតគាត់បន្ទាប់ពីគាត់វិលត្រឡប់ទៅភូមិឋានវិញហើយទើបស្រ័យចំការបាទទី2យើងបានធ្វើការជាមួយបព្វជិជាតិអន្តរជាតិរបស់យើងហើយនឹងអាជ្ញាធរដែនដីជាពិសេសខេត្តជាប់ព្រំដែនដែលមានផលប៉ះពាល់ដល់សង្គ្រាមនេះគឺយើងដាក់សញ្ញាតំបន់នេះតម្លាក់គ្រាប់មកគ្រាប់នឹងផ្ទុះឬមិនផ្ទុះមានទាំងក្របបែកចង្កោមានគ្រាប់ភ្លើងធំនេះយើងដាក់សញ្ញាហាមឃាត់កុំឲ្យទៅជិតហើយកុំឲ្យប៉ះពាល់វាអាដាមចំពោះការវេតម្លៃទីតាំងដែលមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះវិញយ៉ាងណាដែរបាទធានការមួយទៀតដែលយើងចាត់ជាបន្ទាន់នោះគឺទៅវាយតម្លៃទៅគ្រប់គ្រងនៅទីតាំងទាំងឡាយដែលគ្រាប់ភាគីថៃបាញ់មកនេះដើម្បីយើងត្រៀមលក្ខណៈទៅបោសសម្អាតវាឬបំបែកវាយកមកទុកកន្លែងសុវត្ថិភាពឬគ្រាប់មិនទាន់ផ្ទុះហើយដែលយើងត្រូវការបោសសម្អាតដើម្បីដំណើរការឡើងវិញនៃមន្ទីរពេទ្យរបស់យើងសាលារៀនឬមួយក៏ដីស្រែចម្ការជាពិសេសផ្ទះសម្បែងរបស់បងប្អូនយើងជាប្រវត្តិក្រីក្ររបស់យើងនៅព្រំដែននោះយើងត្រូវយកវាមកទុកឬក៏កុំតិចចោលអញ្ចឹងបបត្តិកបោះសម្អាតមីនបោះសម្អាតគ្រាប់របស់យើងបានកំពុងធ្វើការយ៉ាងសកម្មក្រោមការដឹកនាំណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីតាមរយៈអាជ្ញាធរមីនជាសេនាធិការរដ្ឋាភិបាលសម្រាប់សម្រួលកិច្ចការនេះអញ្ចឹងកិច្ចការនេះជាការបន្ទាន់កិច្ចការចាំបាច់ព្រោះវាតាក់ទងនឹងអាយុជីវិតនៃប្រជាជនរបស់យើងបាទអាដាមមកទល់នឹងពេលនេះតើមានរបាយការណ៍បឋមហើយឬនៅអាដាមថាតើក្រមការងារបានរកឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនឹងប្រមាណនៅប្រមាណទីតាំងហើយប្រមាណគ្រាប់អីដែរអូច្រើនណាស់ថ្ងៃគាត់នៅខេត្តមួយនោះទីតាំង1500កន្លែងខេត្តមួយទេខេត្តឧត្តរមានជ័យនៅខេត្តព្រះវិហារយើងកំពុងតែចុះធ្វើដោយស្ថានភាពវាមិនទាន់ធូរសាលទលំទលាយឬក៏មានប្រកបភាពល្អដោយដើមនៅឡើយទេយើងមិនទាន់អាចចុះទៅតំបន់ណាដែលយើងមិនអាចចុះទៅនោះទេយ៉ាងណាមិញផលប៉ះពាល់នេះធ្ងន់ធ្ងរដែលជាផលប៉ះពាល់ថ្មីក្រៅពីដែលផលប៉ះពាល់ដោយសង្គ្រាមស៊ីវិលរបស់យើងជាង30ឆ្នាំនោះយើងបានបោសសម្អាតជាង3000គីឡូម៉ែត្រការ៉ាហើយទឹកដីដែលមានមីនយើងធ្វើឲ្យទៅវាជាដីដែលប្រកបបង្កើតផលបានហើយជូនប្រជាពលរដ្ឋធ្វើស្រែចម្ការហ្នឹងជាង3000គីឡូម៉ែត្រការ៉ាហើយតែនៅសេសសល់ប្រមាណ1800ជាងគីឡូម៉ែត្រការ៉ាទៀតឥឡូវបូកថែមអានេះថ្មីទៀតបាទដែលច្រើនទៅមុខទៀតហើយដូច
ជ្រាបស្រាប់ក្របរំសេវសម័យនេះទំនើបណាស់មិនដូចក្របដែលគេប្រើពី20-30ឆ្នាំមុនទេក្របែកចង្កោមឧទាហរណ៍ដែលថៃបានប្រើមកលើយើងទឹកដីយើងនេះគាត់តែអង្គើក៏ផ្ទុះដែរយើងដើរចិត្តយើងប៉ះមែកឈើនៅចិត្តឬក៏អីនេះញ័រដីអង្គើអីនេះក៏វាផ្ទុះដែរក្របដែល30-40ឆ្នាំមុនដល់យើងដុតវាបាញ់វាវាយវាដំវាឬក៏កូនក្មេងរកប់លេងបានវាផ្ទុះអញ្ចឹងអានេះក្របទំនើបថ្មីដែលគ្រោះថ្នាក់ខ្លាំងណាស់អញ្ចឹងហើយបានយើងសោកស្ដាយដែលការបំពានរបស់ថៃមកលើកម្ពុជានេះប្រើអាវុធធ្ងន់ធ្ងរហើយនឹងមិនស្របច្បាប់អន្តរជាតិមនុស្សធម៌ទាំងឡាយគេបន្តទៀតទោគេមិនឲ្យប្រើទេបាទឯកឧត្តមនៅក្របបែកចង្កោមក៏ដូចជាផ្សែងពុលហើយនឹងក្របធំបែបនេះដែលប៉ះពាល់ដល់ជីវពលរដ្ឋបន្ទាប់ពីសង្គ្រាមចប់ហើយនេះគឺជនស៊ីវិលយើងនឹងបន្តរងគ្រោះព្រោះក្របបែកចង្កោមនេះជាអន្ទាក់មរណៈចំពោះជនស៊ីវិលមិនមែនសម្រាប់ទីហ៊ានទេគឺជនស៊ីវិលដែលជាអ្នករងគ្រោះធ្ងន់ធ្ងរក្នុងពេលអនាគតនេះឯងបាទឯកឧត្តមដូច្នេះវាជាបន្ទុកថ្មីមួយទៀតដែលក្របបែកនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនឹងកម្ពុជាមិនទាន់បោសសម្អាតអស់ផងតែតាមរយៈសង្គ្រាម21ថ្ងៃនេះគឺវាជាបន្ទុកថ្មីមួយទៀតមិនអញ្ចឹងឯកឧត្តមបាទពិតណាស់វាជាបន្ទុកថ្មីមួយទៀតដ៏ធំធេងហើយដែលក្របរំសេវទាំងនោះនឹងអាចងាយស្រួលនឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរបស់យើងដោយសារវាក្របថ្មីក្របទំនើបហើយវាក្របធំបាទឯកឧត្តមមានការពិភាក្សានិងស្រាវជ្រាវយ៉ាងណាទេថាក្នុងការបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះថ្មីនេះអាចថានឹងប្រើពេលប្រហែលជាប្រមាណទៀតទេបាទយើងបាននឹងកំពុងធ្វើ survey ធ្វើស្រាវជ្រាវនៅបណ្ដាកន្លែងប៉ះពាល់មានប្រាសាទមានវត្តអារាមមានអគារមានផ្លូវថ្នល់ដីស្រែចម្ការផ្ទះសម្បែងនេះហើយក៏ប៉ុន្តែមិនទាន់បូកសរុបបានទេដោយសារតំបន់មួយចំនួនជានៅតំបន់ដែលមានភាពតឹងតែងដែរផ្នែកយោធាអញ្ចឹងយើងមិនអាចចូលទៅបានទេហើយនៅតំបន់ប្រាសាទរបស់យើងគឺសោកស្ដាយណាស់ប្រាសាទពីដូនតាយើងជាព្រលឹងយើងជាអត្តសញ្ញាណជាតិរបស់យើងត្រូវបានគេវាយប្រហារអញ្ចឹងយើងសោកស្ដាយតំបន់ប្រាសាទនោះខ្ញុំក៏ទើបតែជួបព្រឹកមិញជាមួយលោកជំទាវរដ្ឋមន្ត្រីវប្បធម៌របស់យើងក៏លោកជំទាវនឹងអញ្ជើញអង្គការ UNESCO មកវាយតម្លៃនៅផលប៉ះពាល់នេះដែរហើយយើងបានទៅចែកគ្នាជាមួយលោកជំទាវនឹងមានការបោសសម្អាតឲ្យបានស្អាតបាតមុនបោសសម្អាតគ្រាប់ណាមុននឹងបណ្ដាប្រតិភូ UNESCO អន្តរជាតិនេះគេចុះមករាល់ទីតាំងទីកន្លែងប្រាសាទរបស់យើងតែអាចបោសសម្អាតបានពុំមានតែស្ថានភាពតឹងតែងយោធារវាងប្រទេសទាំងពីរយើងអាចបញ្ជូនកម្លាំងបោសសម្អាតរបស់យើងទៅបោសសម្អាតឲ្យស្អាតណាដើម្បីសុវត្ថិភាពដល់ភ្ញៀវនិងប្រតិភូជាមួយគ្នានឹងក៏យើងបានធ្វើការជាមួយនឹងអន្តរជាតិដូចជាអនុសញ្ញាអូតាវ៉ាអនុសញ្ញាអង្គការសហជាតិប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្សហ្នឹងក៏យើងធ្វើការជាមួយនឹងអនុសញ្ញាអូស្ឡូប្រឆាំងនឹងក្របបែកចង្កោមក៏យើងតាក់ទងដែរនឹង UN មួយទៀតតាក់ទងរឿងផ្សែងពុលអីនេះដែលបាញ់មកគ្រោះថ្នាក់ដល់កម្ពុជាយើងហើយនឹងបរិស្ថានអីបែបយ៉ាងនេះក៏យើងបានធ្វើការដែរថាភិបាលយើងមិននៅស្ងៀមទេគឺខិតខំការងារគ្រប់ផ្នែកគ្រប់ជំពូគ្រប់ក្រសួងស្ថាប័នទាំងអស់បាទហើយជាពិសេសផ្ដល់នៅការគ្រប់គ្រងដល់ការរស់រានមានជីវិតរបស់ប្រជាជនរបស់យើងបាទដែលនៅជ្រកកោតកិច្ចពីសង្គ្រាមនេះត្រូវតែមានស្បៀងអាហារឈឺមានគូពេទ្យថ្នាំពេទ្យរបស់យើងច្បាស់លាស់ត្រឹមត្រូវគ្រប់គ្រងដល់ពួកគាត់នេះជាការណែនាំរបស់សម្ដេចយុវមន្ត្រីហើយក្រសួងស្ថាប័នរបស់យើងបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អក្នុងន័យនេះក្នុងគោលការណ៍នេះហ្នឹងឯកឧត្តមមើលទៅការបន្ថែមក្របមិនទាន់ផ្ទុះថ្មីមកលើទឹកដីកម្ពុជាបន្ថែមទៀតនេះវាអាចនឹងប៉ះពាល់ទៅដល់ការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតមីនតាមការតាំងចិត្តដូចជាកម្ពុជាគ្មានមីននៅឆ្នាំ2030ដូច្នេះវាអាចប៉ះពាល់ការបដិញ្ញាចិត្តនឹងទេបាទកម្ពុជាយើងមានផែនការបោសសម្អាតអស់ឆ្នាំ2025ដំបូងដែលយើងអត់អស់ទៅក៏យើងសូមបន្ថែមទៀតជាពិសេសដោយសារតំបន់ព្រំដែនជាតំបន់ដែលមានច្រើនរបស់អតីតសមរភូមិរបស់យើងពីសម័យសង្គ្រាមស៊ីវិលយើងនេះអញ្ចឹងជាតំបន់ភ្នំតំបន់ទួលខ្ពស់មានថ្មមានព្រៃព្រឹក្សាច្រើនអញ្ចឹងបបករបស់យើងអ្នកដោះមីនរបស់យើងមិនអាចថាមួយថ្ងៃបានប្រមាណម៉ែត្រការ៉េអញ្ចឹងដល់តំបន់ហ្នឹងមិនអាចបានច្រើនណាបាទអញ្ចឹងប្រសិទ្ធភាពវាយឺតយ៉ាវអញ្ចឹងត្រូវការពេលវេលាហ្នឹងមួយដែលយើងមិនទាន់ធ្វើអស់ផងឥឡូវវាថែមមកថ្មីនេះដែលការឈានពេលរបស់ថៃបានបាញ់មកគ្រប់បែបយ៉ាងនេះក៏វាបន្ថែមបន្ទុកទៀតធ្វើឲ្យផែនការរបស់យើងប្រែប្រួលបាទប្រែប្រួលមានផែនការបោសសម្អាតមួយឆ្នាំប្រមាណគីឡូម៉ែត្រកន្លះ
វាកើនឡើងចំនួនការមីនហ្នឹងវាកើនឡើងការក្របហ្នឹងអញ្ចឹងវាអាចធ្វើឲ្យបន្ទុកបន្ថែមថ្មីនៅលើផែនការរបស់យើងហើយដែលតម្រូវការមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីយើងបោសសម្អាតនេះបានតាន់ពេលវេលាឲ្យបានឆាប់ដែរហើយយើងពឹងពាក់ទៅលើប្រទេសជាមិត្តចូលរួមជាមួយប្រជាជនយើងជាមួយរដ្ឋាភិបាលយើងដើម្បីបោសសម្អាតគ្រាប់រំសេវទាំងនោះបាទអាយដាមដូច្នេះផែនការកម្ពុជាក្នុងការបដិញ្ញាចិត្តហ្នឹងគឺចង់មិនចង់ត្រូវតែប្រែប្រួលហើយថវិកាដែលបំរើឲ្យគ្រប់គ្រាន់ទៅដល់ការងារបោសសម្អាតមីននេះក៏អាចនឹងមានតម្រូវការបន្ថែមទៀតមិនចឹងអាយដាមបាទត្រូវការបន្ថែម2030ចំនួនប្រមាណជាង500គីឡូម៉ែត្រកន្លះគិតពីតែចំការមីនណាបាទព្រោះយើងចែកជា3ចំការក្របបែកចង្កោមមួយផ្នែកចំការសម្រាប់ទូពីសង្គ្រាមផ្សេងមួយផ្នែកហើយនឹងក្របបែកក្របមីនប្រឆាំងមនុស្សក្របអីនេះមានប្រឆាំងរក្រោះអតេះតង់នេះគឺមួយផ្នែកទៀតគឺយើងផែនការរបស់យើងនៅ2030យើងដាក់ចំនួនជាង500គីឡូម៉ែត្រកន្លះបាទផែនការរបស់យើងគឺមួយឆ្នាំយើងធ្វើបានជាង100គីឡូម៉ែត្រកន្លះហើយថវិកាយើងត្រូវការជាមួយប្រជុំភាគយើងត្រូវការប្រមាណជាង$140 លានហើយមិនបូកអាថ្មីនេះដែលនាំមកនេះទេដែលជាបន្ទុកបន្ថែមហើយយើងអំពាវនាវបន្ថែមទៀតនៅប្រទេសជាមិត្តណាដែលលោកចង់ចូលរួមដើម្បីផ្ដល់ដីសុវត្ថិភាពនិងសង្គ្រោះជីវិតប្រជាជនយើងនៅតាមតំបន់ព្រំដែនដែលប៉ះពាល់ដោយសង្គ្រាមថ្មីនេះឈ្លានពានពីថៃនេះក៏យើងអរគុណនិងស្វាគមន៍គេខ្លាំងណាស់រហូតដល់ពេលនេះយើងមានប្រទេសចិនប្រទេសជប៉ុនប្រទេសអាមេរិកជាដើមដែលលោកបានប្រកាសចូលរួមនៅការបោសសម្អាតមីនគ្រាប់រំសេវនៅតាមព្រំដែននេះគឺយើងដឹងគុណគេយើងអរគុណខ្លាំងណាស់នេះជាជួយសង្គ្រោះដល់ជីវិតនិងការគោរពដល់ប្រជាជនរបស់យើងណាបាទអាយដាមជារួមមកឃើញថាចាប់តាំងពីបទឈប់បាញ់បានកំណត់នៅថ្ងៃទី27ធ្នូមកហើយអាជ្ញាធរមីនក៏ដូចជាមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនហ្នឹងក៏បានចាប់ផ្ដើមដំណើរការងារហ្នឹងភ្លាមដែរប៉ុន្តែចាប់ពីពេលនោះមករហូតមកដល់បច្ចុប្បន្ននេះតើមានរបាយការណ៍ស្ដីអំពីគ្រោះថ្នាក់ដល់ពលរដ្ឋខ្មែរដែលត្រឡប់ពីជំរំជនភៀសសិតទៅកាន់លំនៅឋានពួកគាត់វិញតើមានគ្រោះថ្នាក់ដែរទេអាយដាមឬក៏មិនទាន់មានអីទេបាទអរគុណដែរដែលបានលើកការចូលរួមខាងបព្វកខាងស៊ីម៉ាក់របស់យើងជាបព្វកជាតិដ៏ឆ្នើមហើយលោកក៏ខំប្រឹងប្រែងកងកម្លាំងរបស់យើងអង្គភាពបានខំប្រឹងប្រែងណាស់ហើយនឹងកម្លាំងរួមដល់ដទៃទៀតបព្វកដទៃទៀតក៏ចូលរួមតាមការងារបកគលជូនណារហូតដល់ពេលនេះប្រជាពលរដ្ឋលោកវិលត្រឡប់ទៅវិញបដើមិនទាន់ចូលទៅជា100%ទេហើយមួយចំនួនធំនៃប្រជាពលរដ្ឋជំរាបជូនអញ្ចឹងយើងបានអប់រំរឿងមីនរឿងគ្រាប់រំសេវនេះបានជាង300,000នាក់នៅតាមជំរំនេះដល់ពេលនេះម៉ោងនេះយើងអត់ឃើញបានទទួលព័ត៌មានថាមានគ្រោះថ្នាក់ដោយសារគ្រាប់រំសេវទេអញ្ចឹងមានន័យថាការអប់រំវគ្គបណ្ដុះបណ្ដាលរបស់យើងទាំងអស់គ្នាដែលរួមគ្នាធ្វើនេះតែជាមានប្រសិទ្ធភាពខ្ពស់ហើយប៉ុន្តែយ៉ាងណាមិញយើងមិនអាចសង្ឃឹមថាវានឹងមិនអាចមានគ្រោះថ្នាក់ទេព្រោះគ្រាប់វាមានច្រើនយើងនឹងមានការប្រុងប្រយ័ត្នបន្តបាទអញ្ចឹងថ្ងៃឆាប់ខាងមុខនេះខ្ញុំបាននឹងដឹកនាំដល់ពុទ្ធភូទៅលើកផ្លាកសញ្ញានិងដាក់លេខទូរស័ព្ទដាក់លេខអីដល់ប្រជាពលរដ្ឋជាតិនៅតំបន់ដែលប៉ះពាល់នេះដើម្បីឲ្យប្រជាពលរដ្ឋយើងកាន់តែមានការប្រុងប្រយ័ត្នហ្នឹងអញ្ចឹងយើងការពារជាជាងព្យាបាលបាទដោយអស់ពេលជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់អាដាមលីធុចដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ដល់នូវកិច្ចសម្ភាសន៍ដល់វិទ្យុបារាំង AFE ខ្ញុំសូមជម្រាបអស់លោកអ្នកស្ដាប់ថាឯកឧត្តមទេសរដ្ឋមន្ត្រីលីធុចគឺជាអនុប្រធានទី1នៃអាជ្ញាធរមីនខ្ញុំសូមអរគុណនិងជម្រាបលាឯកឧត្តមបាទសូមអរគុណណាស់ជម្រាបលាបាទ